Hello សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel YouTube ខ្ញុំបាទសុខជា Gaming ហើយសម្រាប់បងប្អូនណាដែលគាត់ចង់រកលុយតាម Facebook Page អញ្ចឹងណាឬក៏ Facebook Personal ហើយថ្ងៃនេះគឺខ្ញុំចេញមកបរៀនអំពីរបៀបរកលុយតាម Facebook អញ្ចឹងណារបៀបវិធីសាស្ត្រស្នើទៅកាន់ក្រុមហ៊ុនFacebook អញ្ចឹងអ្នកគ្នាមុននឹងទៅការចូលទៅកាន់ Facebook អ្នកគ្នាទៅជួយចុច like ក៏ដូចជា subscribe YouTube ខ្ញុំបាទសុខជា Gaming ម្នាក់មួយដើម្បីបានទទួលវីដេអូថ្មីៗអញ្ចឹងណាហើយសម្រាប់អ្នកគ្នាណាដែលមាន Facebook ទម្រង់បែបហ្នឹងគឺมันអាចរកលុយបានទេអ្នកគ្នាបញ្ជាក់ហើយបើសិនបើចេញទម្រង់បែបនេះគឺអ្នកគ្នាត្រូវចុចលើ track 3តាមខ្ញុំមកអ្នកគ្នាបន្ទាប់មកអ្នកគ្នាចូល scroll ចុះមកក្រោមហើយអ្នកគ្នាចុចពាក្យ turn off promote នេះអ្នកគ្នាចុចតាមខ្ញុំមកបន្ទាប់មកអ្នកគ្នាចុច next ទៀតមកហើយអ្នកគ្នាចូលមកកាន់កន្លែងអ្នកគ្នាចង់ជ្រើសរើសមួយណាដែរសម្រាប់អ្នកគ្នាជ្រើសរើស profile មកព្រោះយើងមិនអាចចុចទៅវានៅដដែលទេអញ្ចឹងអ្នកគ្នាចុច profile មកចុច QQ ហ្នឹងណាបន្ទាប់មកគឺវានឹង load មកដល់នេះអញ្ចឹងសម្រាប់តែកន្លែងនេះអ្នកគ្នាជ្រើសរើសយក public មកដើម្បីពេលអ្នកគ្នា post ទៅមានអ្នកមើលច្រើនអញ្ចឹងណាតែអ្នកគ្នាយក friend ឬក៏ custom គឺអ្នកគ្នាមិនអាចមានអ្នកមើលច្រើនបានទេចឹងអ្នកគ្នាជ្រើសរើស profile public ហ្នឹងបន្ទាប់មកអ្នកគ្នាចុច confirm តាមខ្ញុំមក QQ ហ្នឹងហើយត្រង់ចំណុចនេះអ្នកគ្នាជ្រើសរើសមួយណាក៏បានដែរមានដូចជា digital creator music ហើយបើសិនជាអ្នកគ្នា game អីជ្រើសអាចជ្រើសយក game ក៏បានដែរហើយបើអ្នកគ្នាអត់ច្បាស់ទេអ្នកគ្នាអាចជ្រើសរើស order ក៏បានសម្រាប់ខ្ញុំគឺ digital creator អញ្ចឹងណាអ្នកគ្នាជ្រើសរើសមួយណាក៏បានដែរហើយគឺខ្ញុំជ្រើសរើសហើយយើងចុច next មកបន្ទាប់មកវា load ដល់កន្លែងណាអ្នកគ្នាចុចចូលទៅdashboard ហ្នឹងមកដើម្បីចូលទៅកាន់បើកការរកលុយអីចឹងណាហើយអ្នកគ្នាបើកការរកលុយហ្នឹងក៏មិនប្រកាសថារកបានដែរតើតើអ្នកគ្នាផុសទៅមានអ្នកមើលច្រើនក៏ដូចជា follow អីចឹងណាហើយចេញតម្រង់បែបនេះគឺអាចរកលុយបានប៉ុន្តែมันអាចរកលុយបានទេដោយសារតែយើងមិនមានកូកាប៉ុន្តែបើសិនជាយើងផុសវីដេអូធ្វើម៉េចឲ្យគ្រប់កូកាគេគឺអាចនឹងរកលុយបានណាហើយយើងមើលកន្លែង monetize នេះមកយើងចូលទៅស្នើអីចឹងណាសម្រាប់ Facebook អ្នកគ្នាចេញតម្រង់បែបហ្នឹងគឺអ្នកគ្នាធ្វើតាមខ្ញុំមកតោះមកអ្នកគ្នាស្នើហើយចុចបើកន្លែងអ្នកគ្នាកន្លែង submit នេះមិនទាន់ submit វាទេអ្នកគ្នាអាចធ្វើតាមខ្ញុំបានអញ្ចឹងណាបន្ទាប់មកអ្នកគ្នាចុចមកចុចអាកន្លែង QQ ហ្នឹងណាហើយវាចូលមកកាន់កន្លែងនេះគឺទី1អ្នកគ្នាគឺត្រូវជ្រើសរើសអីចឹងណាអ្នកគ្នាជ្រើសរើសខាងអីចឹងផ្នែក music សម្រាប់ខ្ញុំគឺ creator យើងចុចតាមខ្ញុំមកហើយកន្លែងនេះគឺយើងជ្រើសរើសយើង select មកទាំងអស់មកតោះមកយើងចុចដានហើយplot ទី3ហ្នឹងគឺអ្នកគ្នាអាចសរសេរក៏បានមិនបាច់សរសេរក៏បានដែរតែសម្រាប់ខ្ញុំគឺសរសេរទៅព្រោះអាចឲ្យវាឃើញ load ទៅកាន់ក្រុមហ៊ុន Facebook អញ្ចឹងណាហើយសម្រាប់ paragraph ហ្នឹងអ្នកគ្នាអាច copy យកពីខ្ញុំបានចាំខ្ញុំដាក់ក្រោម profile អញ្ចឹងណាហើយរួចរាល់ហើយអ្នកគ្នាចុចថយវាមកអ្នកគ្នាចូល interest ហើយអ្នកគ្នាចុច submit វាមកគឺរួចជាការស្រេចតោះមកអ្នកគ្នាចុចថយវារហូតមកថយឲ្យវាដូចតាមហើយអ្នកគ្នាចាប់ផ្ដើមបង្កើតផុសវីដេអូអញ្ចឹងណាហើយជាទូទៅអ្នកគ្នាវីដេអូគឺផុសគឺមិនងាយមាន view មើលទេតើតើអ្នកគ្នាផុសរឿងបែបដូចជាកំ pl ែងអីចឹងណាដើម្បីឲ្យគេតាក់ទាញចាប់អារម្មណ៍អ្នកមើលច្រើនណាហើយសម្រាប់អ្នកគ្នាដែរគាត់រក view ចេញបែបនេះអញ្ចឹងណាអ្នកគ្នាធ្វើម៉េចឲ្យគ្រប់ 300k ហើយរយៈពេល 5 ទៅ 10 ថ្ងៃតាមទៅថ្ងៃពេញវាគឺ 28 ថ្ងៃទៅវា set up ឲ្យយើងរកលុយបានកន្លែងនេះប៉ុន្តែដោយសារតែខ្ញុំ Facebook ហ្នឹងខ្ញុំអត់សូវមានពេលធ្វើវីដេអូហើយក៏ខ្ញុំទុកចោលទៅអ្នកគ្នាស្នើទុកចោលដូច page ខ្ញុំអញ្ចឹងផុសគឺមកវីដេអូអីគឺតែម៉ានដូចជា 4-5 វីដេអូគឺផ្ទុះដល់ទៅ1 M ណាអ្នកគ្នា view សរុបសម្រាប់អ្នកគ្នាគាត់ធ្វើវីដេអូថ្មីអីគាត់អាចធ្វើគំរូតាមខ្ញុំអីចឹងបានណាមើលទៅតម្រងខ្ញុំគឺថា Q ស្អាតល្អហើយ view គឺកប់ដែរណាសម្រាប់អ្នកគ្នាថ្មីកុំភ្លេចជួយចុច subscribe ក៏ដូចជា like វីដេអូខ្ញុំបាទទុកជា Gaming ម្នាក់មួយដើម្បីបានទទួលវីដេអូថ្មីនៅពេលក្រោយអញ្ចឹងណា
ហើយអ្នកគ្នាកុំភ្លេចធ្វើតាមខ្ញុំគឺផុសវីដេអូជារៀងរាល់ថ្ងៃទោះវីដេអូហ្នឹងវាបែបមិនក៏បានធ្វើមិនឲ្យតែវីដេអូហ្នឹងគឺវា original scene អីចឹងណាហើយវីដេអូខ្ញុំក៏អត់មានអីនិយាយច្រើនដែរហើយជួបគ្នានៅវីដេអូក្រោយបាយបាយអ្នកគ្នា